ជំរាបសួរចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបនៅក្នុងការអានតម្លៃកូដពណ៌នៅលើ resistance បាទអញ្ចឹងនឹងមុននឹងយើងចូលមេរៀនយើងមកស្គាល់អំពី resistance សិនអញ្ចឹងនៅពេលដែលឮគេនិយាយថា resistance មួយម៉ាត់យើងមិនអាចសំដៅទៅលើវាគឺជា resistor resistance ឬក៏ resistivity បានទេបាទអញ្ចឹងយើងមកស្គាល់ថាតើទាំង3ពាក្យហ្នឹងខុសគ្នាដូចម្ដេចអញ្ចឹងទីមួយហ្នឹងresistor បាទ resistor គឺសំដៅទៅលើឧបករណ៍ដែលគេបង្កើតឡើងដែលមានតម្លៃបាទ resistance អញ្ចឹងឧបករណ៍ដែលយើងមើលឃើញដែលយើងហៅថា resistance បែបនេះអាហ្នឹងគឺជា resistor បាទគឺជាគ្រឿងអេឡិចត្រូនិកហើយចំពោះមួយទៀត resistance បាទ resistance គឺជាតម្លៃគេសំដៅទៅលើតម្លៃរបស់ resistor បាទអញ្ចឹង resistance គឺគ្រាន់តែជាតម្លៃទេបាទអញ្ចឹងពាក្យមួយទៀតហ្នឹងresistivity បាទ resistivity ហ្នឹងគឺតំណាងឲ្យអក្សររ៉ូបាទរ៉ូអញ្ចឹងតម្លៃរបស់វាគឺគិតជាអូមនៅក្នុង1ម៉ែត្រអញ្ចឹងភាពខុសគ្នារវាង resistivity ហើយនិង resistance ហ្នឹងខុសគ្នាត្រង់ថា resistance គឺជាតម្លៃអូមបាទមិនបានប្រៀបធៀបជាមួយនឹងអ្វីមួយទេក៏ប៉ុន្តែចំពោះនឹង resistivity គឺជាតម្លៃអូមគិតនៅក្នុង1ម៉ែត្របាទអញ្ចឹងអូមនៅក្នុង1ម៉ែត្រនេះគឺជាភាពខុសគ្នារវាង resistor បាទ resistance ហើយនិង resistivity អញ្ចឹងខាងមុខនេះគ្រាន់តែជាមេរៀនបាទជាទ្រឹស្ដីទេអញ្ចឹងខ្ញុំសូមរំលងកុំឲ្យវីដេអូវែងយើងចូលទៅកាន់កូដពណ៌របស់ resistor អញ្ចឹងតែម្ដងបាទអញ្ចឹងសម្រាប់ប្រភេទ resistor គឺដោយសារវាមានទំហំតូចអញ្ចឹងគេមិនបានសរសេរតម្លៃនៅលើខ្លួនរបស់វាទេអញ្ចឹងគេជំនួសដោយកូដពណ៌បាទអញ្ចឹងកូដពណ៌នៅលើ resistor ហ្នឹងគឺបញ្ជាក់អំពីតម្លៃបាទរបស់ resistor ហ្នឹងតែម្ដងអញ្ចឹងយើងទៅមើលពីមេរៀនទូទៅបាទអញ្ចឹងមូលដ្ឋានគ្រឹះដំបូងដែលយើងត្រូវស្គាល់គឺបាទត្រូវស្គាល់អំពីពណ៌បាទពណ៌គឺជាតំណាងឲ្យតម្លៃមួយរបស់ resistor បាទអញ្ចឹងទី1នេះគឺពណ៌ខ្មៅគឺតំណាងឲ្យលេខ0បាទហើយពណ៌ត្នោតគឺតំណាងឲ្យលេខ1ពណ៌ក្រហមតំណាងឲ្យលេខ2បាទពណ៌ទឹកក្រូចតំណាងឲ្យលេខ3ពណ៌លឿងតំណាងឲ្យលេខ4ពណ៌បៃតងតំណាងឲ្យលេខ5ពណ៌ខៀវតំណាងឲ្យលេខ6ពណ៌ស្វាយបាទតំណាងឲ្យលេខ7ហើយនិងពណ៌ផេះតំណាងឲ្យលេខ8អញ្ចឹងពណ៌ចុងក្រោយគេនេះគឺជាលេខ9គឺពណ៌សបាទអញ្ចឹងពណ៌មាន3នៅខាងក្រោមទៀតអញ្ចឹង3ខាងក្រោមនេះមានពណ៌មាសពណ៌ប្រាក់ហើយនិងពណ៌សបាទអញ្ចឹងពណ៌ទាំង3នេះគឺតំណាងឲ្យភាពលំអៀងឬក៏មេគុណបាទកន្លែងនេះគឺអាចជាមេគុណហើយនឹងកម្រិតលំអៀងអញ្ចឹងបើសិនតែភាគច្រើនពណ៌មាសហើយនិងពណ៌ប្រាក់គឺគេប្រើច្រើនជាងគេដែលពណ៌មាស5%ហើយនិងពណ៌ប្រាក់គឺ10%បាទអញ្ចឹងនៅជួរទី1នេះគឺជាសំដៅទៅលើតម្លៃលេខបើសិនជាពណ៌នេះសំដៅទៅលើតម្លៃលេខមានន័យថាពណ៌លេខ0លេខ1លេខ2លេខ3តាមលេខរៀងដែលខ្ញុំបានរៀបរាប់មិញបាទអញ្ចឹងចំពោះតារាងទី2នេះគឺសំដៅទៅលើមេគុណបាទបើសិនជាពណ៌ខ្មៅនេះដើរតួជាមេគុណមានន័យថាមេគុណ1ឬក៏10ស្វ័យគុណ1បាទអញ្ចឹងបើសិនជាពណ៌ត្នោតនេះដើរតួជាមេគុណគឺមានន័យថាសំទោសចំពោះពណ៌ខ្មៅខាងលើគឺ10ស្វ័យគុណ0បាទ10ស្វ័យគុណ0អញ្ចឹង10ស្វ័យគុណ0ហ្នឹងគឺស្មើ1អញ្ចឹងហើយចំពោះពណ៌ត្នោតគឺ10ស្វ័យគុណ1បាទស្មើ10ដដែលបាទអញ្ចឹងពណ៌ក្រហមបាទ10ស្វ័យគុណ2អញ្ចឹង10ស្វ័យគុណ2គឺស្មើ100អញ្ចឹងទៅតាមលេខរៀងរហូតដល់ខាងក្រោមបាទអញ្ចឹងចំពោះដល់ពណ៌មាសបើសិនជាវាដើរតួជាមេគុណ10ស្វ័យគុណដក1បាទអញ្ចឹងនឹងឃើញ0.1ហើយនឹងពណ៌ប្រាក់10ស្វ័យគុណដក2អញ្ចឹងនឹងឃើញ0.01បាទអញ្ចឹងតារាងទី3នេះគឺសំដៅទៅលើកម្រិតលំអៀងបាទកម្រិតលំអៀងអញ្ចឹងបើសិនជាពណ៌ត្នោតនេះដើរតួជាកម្រិតលំអៀងអញ្ចឹងវាលំអៀងបូកដក1%បាទអញ្ចឹងបើសិនជាពណ៌ក្រហមបាទដើរតួជាកម្រិតលំអៀងអញ្ចឹងបូកដក2%ប៉ុន្តែតម្លៃដែលគេប្រើច្រើនជាងគេគឺពណ៌មាសហើយនិងពណ៌ប្រាក់5%ហើយនិង10%អញ្ចឹងនេះជាកូដពណ៌ទូទៅបាទដែលយើងត្រូវចាំបាទអញ្ចឹងទីបាទ slide បន្ទាប់នេះគឺសំដៅទៅលើតារាងនៅក្នុងការអានកូដពណ៌ទៅតាម resistance នីមួយៗអញ្ចឹងជួរទី1នេះមានន័យថាជាតម្លៃលេខប្រៀបធៀបជាមួយនឹងកូដពណ៌នៅលើ resistance ជាក់ស្ដែងមានន័យថាលេខជួរទី1ជួរទី2ជួរទី3ជួរទី4ជួរទី5ហើយនិងជួរទី6បាទ
ចឹងនៅក្នុងតារាងទី2នេះគឺសំដៅទៅលើ resistance ដែលមានតែ3កូដពណ៌ទេចឹងបើសិនជា resistance មាន3កូដពណ៌គឺមានន័យថាជួរទី1គឺជាលេខហើយជួរទី2ក៏ជាលេខដូចគ្នាបាទហើយនឹងជួរចុងក្រោយជួរទី3ហ្នឹងគឺជាមេគុណបាទអញ្ចឹងបើសិនជា resistance ហ្នឹងមាន4កូដពណ៌បាទអញ្ចឹងជួរទី1លេខទី2លេខហើយទី3មេគុណហើយនឹងទី4គឺជាកម្រិតលំអៀងបាទអញ្ចឹងបើសិនជា resistance មាន5កូដពណ៌ទី1ទី2ទី3បាទជាលេខហើយទី4គឺជាមេគុណហើយនឹងជួរទី5គឺជាកម្រិតលំអៀងចឹងបើសិនជា resistance មាន6កូដពណ៌អញ្ចឹង1 2 3គឺជាលេខដដែលហើយទី4គឺជាមេគុណបាទទី5គឺជាកម្រិតលំអៀងហើយនឹងជួរទី6គឺជាកម្រិតលំអៀងដែលផ្លាស់ប្ដូរទៅតាមសីតុណ្ហភាពបាទអញ្ចឹងឧទាហរណ៍ទី1យើងនឹងអានទៅលើ resistance ដែលមានតែ3កូដពណ៌ទេបាទអញ្ចឹងយើងមើលនៅតារាងនេះគឺមានន័យថាជួរទី1គឺជាលេខហើយជួរទី2បាទជួរទី2ក៏ជាលេខដដែលហើយនឹងជួរទី3ចុងក្រោយគឺជាមេគុណអញ្ចឹងឧទាហរណ៍ថា resistance ដែលគេឧទាហរណ៍ក្នុងនេះបាទទី1គឺជាលេខមានន័យថាពណ៌ត្នោតនេះយើងទៅមើលពណ៌ត្នោតគឺមានន័យថាលេខ1បាទបន្ទាប់មកទៀតពណ៌ខ្មៅមានន័យថាលេខ0អញ្ចឹងយើងបាន10បាទ10ហើយយកទៅគុណជាមួយនឹងមេគុណបាទពណ៌ទឹកក្រូចនេះគឺមានន័យថាបាទ10គុណ3ឬក៏1k នេះគឺ1000បាទអញ្ចឹងយើងនឹងបានតម្លៃ resistance នឹងស្មើនឹង10គុណនឹង 1k ឬក៏10គុណនឹង1000អញ្ចឹងនឹងស្មើនឹង10000អូមឬក៏10គីឡូអូមអញ្ចឹងទៅបាទអញ្ចឹងយើងមកមើលឧទាហរណ៍ជាក់ស្ដែងបាទអញ្ចឹងឧទាហរណ៍ជាក់ស្ដែងបាទយើងមានជួរទី1នេះគឺជាលេខបាទពណ៌ត្នោតគឺលេខ1អញ្ចឹងយើងសរសេរលេខ1បាទបន្ទាប់មកទៀតជួរទី2ក៏ជាលេខដែរពណ៌លេខខ្មៅអញ្ចឹងលេខខ្មៅគឺលេខ0អញ្ចឹងយើងដាក់លេខ0បាទបន្ទាប់មកទៀតជួរទី3នេះគឺជាមេគុណបាទអញ្ចឹងយើងដាក់សញ្ញាគុណបន្ទាប់មកទី3នេះពណ៌ត្នោតអញ្ចឹងពណ៌ត្នោតមានន័យថាលេខ10បាទលេខ10កន្លែងនេះគឺសំដៅទៅលើ10ស្វ័យគុណ1អញ្ចឹងយើងដាក់លេខ10នៅទីតាំងនេះបាទស្វ័យគុណ1យើងសរសេរក៏បានអត់ក៏បានបាទអញ្ចឹងចម្លើយរបស់វានឹងស្មើនឹង100អូមបាទនេះគឺជារបៀបអានតម្លៃ resistance ដែលមានបាទ3កូដពណ៌បាទអញ្ចឹងយើងទៅមើល resistance ដែលមានតម្លៃ4កូដពណ៌ម្ដងបាទអញ្ចឹង4កូដពណ៌មានន័យថាជួរទី1ទី2ជាលេខហើយទី3គឺជាមេគុណបាទហើយនឹងទី4គឺជាកម្រិតលំអៀងអញ្ចឹងយើងចូលទៅឧទាហរណ៍ជាក់ស្ដែងតែម្ដងទៅយើងមាន resistance នៅខាងឆ្វេងដៃនេះបាទដែលមាន4កូដពណ៌អញ្ចឹងយើងនឹងអានទាំងអស់គ្នាបាទអញ្ចឹងចូលទី1នេះយើងនឹងឃើញលេខពណ៌ត្នោតបាទពណ៌ត្នោតគឺលេខ1អញ្ចឹងយើងសរសេរបាទលេខ1បាទហើយបន្ទាប់មកពណ៌ខ្មៅគឺលេខ0អញ្ចឹងយើងសរសេរលេខ0បាទហើយជួរទី3នេះគឺជាមេគុណបាទអញ្ចឹងពណ៌លឿងគឺមេគុណគឺ10ស្វ័យគុណ4បាទអញ្ចឹងយើងគុណនឹង10ស្វ័យគុណ4បាទហើយបន្ទាប់មកទៀតជួរចុងក្រោយនេះជួរទី4គឺជាកម្រិតលំអៀងបាទអញ្ចឹងពណ៌មាសមានន័យថាលំអៀង5%អញ្ចឹងយើងដាក់ថាបូកដក5%បាទអញ្ចឹងយើងនឹងបានតម្លៃអូម10គុណនឹង10ស្វ័យគុណ4ទៅយើងគុណបាន100,000អូមបាទឬក៏បានជាមួយនឹង10គុណនឹង10ស្វ័យគុណ4យើងបាន10លេខ05អញ្ចឹងបើយើងគិតជា k ទៅភាគច្រើន resistance គឺគិតជា k បាទអញ្ចឹងកន្លែងនេះគឺយើងបាន10លេខ05 4 5បាទអញ្ចឹងបើយើងគិតជា k ទៅយើងនឹងកាត់លេខបាទលេខ03ចោលអញ្ចឹងចម្លើយរបស់យើងគឺបាទ100គីឡូអូមហើយនឹងបូកដក5%យើងគិតនៅដដែលបាទអញ្ចឹងនេះជាចម្លើយនៃ resistance នេះអញ្ចឹងយើងនឹងទៅមួយទៀតគឺតកតងទៅនឹងបាទតកតងទៅនឹង resistance ដែលមាន5កូដពណ៌បាទអញ្ចឹង5កូដពណ៌ហ្នឹងគឺដូចគ្នាការគឺវាស្តៀងគ្នាទេបាទអញ្ចឹងយើងមកមើល5កូដពណ៌គឺយើងមកមើលនៅលើឧទាហរណ៍ជាក់ស្ដែង
resistance ពិតប្រាកដតែម្ដងអញ្ចឹងលេខរៀងទី1នេះគឺយើងឃើញពណ៌ត្នោតបាទអញ្ចឹងយើងសេលេខ1បាទហើយលេខរៀងទី2នេះពណ៌ខ្មៅអញ្ចឹងលេខ0អញ្ចឹងយើងដាក់លេខ0ហើយទី3នេះក៏ពណ៌ខ្មៅដែរអញ្ចឹងយើងដាក់លេខ0មួយទៀតបាទបន្ទាប់មកទី4នេះគឺពណ៌ក្រហមគឺជាមេគុណអញ្ចឹងពណ៌ក្រហមគឺ10ស្វ័យគុណ2អញ្ចឹងយើងគុណនឹងបាទ10ស្វ័យគុណ2ហើយចុងក្រោយនេះគឺជាកម្រិតលំអៀងបាទពណ៌ត្នោតកម្រិតលំអៀងគឺបូកដក 1% បាទអញ្ចឹងចម្លើយយើងគឺបានបាទ10បាន10000អូមបាទ10000អូមឬក៏ស្មើនឹងបាទ10គីឡូបាទគីឡូអូមអញ្ចឹងបូកដក 1% ដដែលអញ្ចឹងនេះជាចម្លើយនៃ resistance ការអាន resistor តម្លៃ5 color code របស់យើងអញ្ចឹងយើងមើលដោយសារមូលហេតុនៅខាងឆ្វេងក៏ជាពណ៌បាទពណ៌ត្នោតហើយនៅខាងស្ដាំក៏ជាពណ៌ត្នោតអញ្ចឹងរបៀបចំណាំថាតើយើងគួរអានពីឆ្វេងមកស្ដាំឬក៏ពីស្ដាំទៅឆ្វេងអញ្ចឹងយើងត្រូវមើលគម្លាតកន្លែងនេះបាទអញ្ចឹងនៅពេលដែលមានគម្លាតវែងនៅទីតាំងនេះមានន័យថានៅកន្លែងនេះគឺជាកម្រិតលំអៀងអញ្ចឹងចុងក្រោយយើងនឹងឧទាហរណ៍នៅក្នុងការអានបាទ resistance ដែលមាន6ពណ៌បាទអញ្ចឹង6ពណ៌ទីនេះគឺវាស្រដៀងទៅនឹង5ពណ៌ដែរគឺវាលើសពណ៌ចុងក្រោយបាទដែលគេហៅថា TCR បាទអញ្ចឹងយើងនឹងមកអានទាំងអស់គ្នាបាទអញ្ចឹងលេខ1នេះគឺជាពណ៌ត្នោតបាទយើងដាក់លេខ1បាទហើយទីតាំងលេខ2នេះគឺជាពណ៌ខ្មៅបាទអញ្ចឹងយើងសរសេរលេខ0ហើយទីតាំងទី3នេះគឺជាពណ៌ក្រហមអញ្ចឹងពណ៌ក្រហមគឺលេខ2អញ្ចឹងយើងសរសេរលេខ2បន្ទាប់មកទីតាំងទី4បាទគឺពណ៌ខៀវបាទពណ៌ខៀវគឺជាមេគុណអញ្ចឹងកន្លែងនេះ10សេគុណ6បាទគុណនឹង10សេគុណ6បាទហើយពណ៌មាសកន្លែងនេះបាទគឺជាកម្រិតលំអៀងអញ្ចឹងពណ៌មាសគឺបូកដក 5% បាទអញ្ចឹងនេះគឺជាចម្លើយរបស់ resistance 6កូដពណ៌បាទអញ្ចឹងការអានគឺដូចគ្នាទៅនឹងresistance 5ពណ៌ដែរបាទប៉ុន្តែលើសជួរទី6បាទជួរទី6បាទវាមិនមែនជាតម្លៃទេបាទកន្លែងនេះគឺគេសំដៅទៅលើ TCR អញ្ចឹងនេះគឺជាពាក្យពេចន៍របស់ TCR មានន័យថាគឺជាកម្រិតនៃការផ្លាស់ប្ដូរ resistance ហ្នឹងទៅតាមសីតុណ្ហភាពបាទអញ្ចឹងការផ្លាស់ប្ដូរនឹងដែរគឺគិតជា ppm បាទនៅក្នុង1អង្សាសេបាទអញ្ចឹងតម្លៃដែលគេសរសេរដាក់ថា1 5 10 20 25នេះគឺជាតម្លៃ ppm នៅក្នុង1អង្សាសេដែលពាក្យពេញថា part per million per degree Celsius អញ្ចឹងខ្ញុំនឹងលម្អិតថាតើTCR ហ្នឹងវាជាអ្វីអញ្ចឹងខ្ញុំនឹងបង្ហាញក្នុង slide មួយទៀតបាទអញ្ចឹង1 ppm នៅក្នុង1អង្សាសេហ្នឹងមានន័យថា resistance ផ្លាស់ប្ដូរបាទត្រឹម1លើ1លានឬក៏ស្មើនឹង0.00001%បាទអញ្ចឹងកន្លែងនេះខ្ញុំសរសេរខុសបាទមានន័យថា0.001%ហ្នឹងនៅក្នុង1អង្សាសេបាទអញ្ចឹងមានន័យថាតម្លៃលេខដែលយើងនឹងឃើញនៅទីតាំងនេះគឺបើសិនជាពណ៌ខ្មៅបាទដូច resistance នេះពណ៌ខ្មៅអញ្ចឹងលេខ250អញ្ចឹងមានន័យថា250 ppm នៅក្នុង1អង្សាសេអញ្ចឹងយើងនឹងយក250ហ្នឹងទៅចែកនឹង1លានអញ្ចឹងនឹងឃើញភាគរយដែលវាផ្លាស់ប្ដូរបាទនៅក្នុង1អង្សាសេនៅពេលដែលសីតុណ្ហភាពកើនឡើង1អង្សាសេបាទអញ្ចឹងគេឧទាហរណ៍បើសិនបើ TCR នឹងស្មើ100បាទស្មើ100អញ្ចឹងយើងនឹងយកបាទ100នេះចែកនឹង1លានបាទ1លានអញ្ចឹងយើងនឹងឃើញភាគរយដែលប្រែប្រួលនៅក្នុងបាទ1អង្សាសេអញ្ចឹងឧទាហរណ៍នៅខាងក្រោមបើសិនជាយើងមានតម្លៃ resistance ដែលមាន10គីឡូអូមបាទអញ្ចឹង10គីឡូអូមឬក៏យើងសរសេរជារាយទៅគឺបាននឹង10000អូមអញ្ចឹងបើសិនបើ TCR ហ្នឹងស្មើ50បាទនោះសីតុណ្ហភាពកើនឡើង1អង្សាសេអញ្ចឹង resistance ហ្នឹងនឹងផ្លាស់ប្ដូរបាទយើងយក10000នៅទីតាំងនេះបាទគុណនឹង50ហើយនឹងចែកនឹង1លានអញ្ចឹងយើងនឹងឃើញ0.5អូមអញ្ចឹង
0.5 អូមនេះគឺមានន័យថាបើសិនជា resistance យើងកើនឡើងកម្ដៅបាទ1អង្សាសេវានឹងផ្លាស់ប្ដូរបាទ 0.5 អូមអញ្ចឹងបើសិនជាកើនឡើង10អង្សាសេយើងយក10នេះគុណនឹង 0.5 បាទនឹងឃើញ5អូមបាទអញ្ចឹងគួរឲ្យកត់សម្គាល់មានន័យថា TCR នេះធំបាទ resistance យើងនឹងផ្លាស់ប្ដូរខ្លាំងបាទអញ្ចឹងបើ TCR តូចអញ្ចឹង resistance ហ្នឹងមានស្ថិរបាទជាងបាទនៅពេលដែលមានស្ថិរភាពខុសគ្នាអញ្ចឹងលេខទីតាំងនេះយើងមិនចាំបាច់អានសរសេរទេប៉ុន្តែយើងគ្រាន់តែកត់ចំណាំថានេះគឺជាបម្រែបម្រួលresistance នៅក្នុងបាទសីតុណ្ហភាពគិតជាអង្សាសេអញ្ចឹងលេខនៅទីតាំងនេះទាបរឹតតែល្អបាទអញ្ចឹងបើសិនជាលេខធំគឺមានន័យថាកម្រិតលំអៀងនៃ resistance ហ្នឹងកាន់តែធំបាទនៅពេលដែលវាប៉ះជាមួយនឹងសីតុណ្ហភាពអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទជួបគ្នានៅវីដេអូបន្ទាប់អរគុណ